អនុញ្ញាតជម្រាបសួរខ្មែរបងប្អូនទាំងអស់គ្នាបាទនៅថ្ងៃនេះមានព័ត៌មានថ្មីទៀតគឺនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ CCF បានជូនដំណឹងឲ្យដឹងថានៅថ្ងៃទី26ខែមិថុនាឆ្នាំ2025ក្រុមការងារបានសហការជាមួយនឹងសាខាគយនិងរដ្ឋកោខេត្តកណ្ដាលរួមជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យទំនិញផ្លែឈើដែលនាំចូលតាមឡានដឹកទំនិញនៅច្រកទ្វារអន្តរជាតិជ្រៃធំហើយបានធ្វើតេស្តបឋមលើសំណាក់គំនូរចំនួន22សំណាក់គំនូរតាមប្រពន្ធបានឲ្យដឹងទៀតថាសំណាក់គំនូរចំនួន22ដែលបានធ្វើតេស្តបឋមរួមមានស្លឹកខ្ទឹមពេញប៉ោះស្ពៃបូកូការ៉ុតព្រិចបារះមើមឆៃថាវខ្ទឹមបារាំងប្រទេសម៉ាឡេប្រទេសហាវ៉ៃស្ពៃក្តោបពណ៌ស្វាយស្ពៃក្តោបមើមត្រាវតូចធំដំឡូងបារាំងក្រូចតែជ្រក់សណ្តែកហោឡើងតាវមើមដំឡូងជ្វាមើមខ្ទឹមក្រហមផ្លែក្រូចឆ្មាត្រប់វែងនិងសណ្តែកបារាំងបៃតងជាលទ្ធផលក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់មន្ត្រីជំនាញបានរកឃើញបន្លែចំនួន4សំណាក់គំនូររួមមានស្លឹកខ្ទឹមមើមខ្ទឹមក្រហមផ្លែក្រូចឆ្មានិងសណ្តែកហោឡើងតាវមានវត្តមានសំណល់អាមកសិកម្មដូចនេះមន្ត្រីជំនាញបានសម្រេចបញ្ជូនសំណាក់គំនូរទាំងនោះទៅនាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកបបដើម្បីវិភាគលម្អិតបន្តស្វែងរកអនុលោមភាពបាទសូមអរគុណសូមចុច like ក្នុងវីដេអូដើម្បីទទួលបានព័ត៌មានថ្មីៗ